ពូជនេះអាចថាល្អព្រោះអីវាធន់នឹងអាកាសធាតុមិនសូវជាកើតរោគហើយនឹងពោះសត្វល្អិតក៏វាមិនសូវមកធ្វើទុកដែរជំរាបសួរខ្ញុំបាទឈ្មោះយិនសេឡាហៅស៊ុយរស់នៅភូមិចុងកោះឃុំផ្សារឆ្នាំងខេត្តកំពង់ឆ្នាំងបទពិសោធន៍ផ្ទាល់ខ្ញុំដាំពោតមករយៈពេល10ឆ្នាំហើយអញ្ចឹងពោតនេះអាចថាល្អព្រោះអីវាធន់នឹងអាកាសធាតុមិនសូវជាកើតរោគហើយនឹងពោះសត្វល្អិតក៏វាមិនសូវមកធ្វើទុកដែរអញ្ចឹងអាចថាល្អសម្រាប់ប្រជាកសិករយើងដែលគ្រប់គ្រងនៅការដាំពោតនិយាយទៅដើមវារឹងបាទដើមរឹងហើយឫសវាច្រើនហើយអញ្ចឹងទៅវាអត់ងាយនឹងដួលទេបាទនិយាយទៅវាជាតិវាស្អិតល្អវាអត់ដូចអាពូតផគេវាទឹកបាទអាពូតរបស់យើងនេះវាសាច់វាល្មួតវាល្អត្រង់ហ្នឹងវាល្មួតនិយាយចំយើងផលិតផលរបស់យើងល្អខ្ញុំបើតាមការគិតរបស់ខ្ញុំប្រហែលជាពួកគាត់គ្រប់គ្រងច្រើនមូលហេតុព្រោះពូតនេះវាល្អវាល្អទាំងគុណភាពរសជាតិហើយនឹងកត្តាដែលវាល្អខ្លាំងនោះវាធន់នឹងជំងឺបាទហើយនឹងដង្កូវក៏វាមិនសូវជាចូលចិត្តដែរពូតនេះពូតផុសក្រុមហ៊ុនកូនជ្រូកខុសក្រុមហ៊ុន K Acid បាទពូជពូតនេះយើងអត់សូវពិបាកបាញ់ថ្នាំយើងអាចនឹងចំណេញច្រើនពូជពូតនាំចូលពីក្រៅភាគច្រើនគឺតាក់ទាញនៅដង្កូវតែយើងអត់សូវបាញ់ថ្នាំទេគឺដង្កូវវាស៊ីអស់ហើយពូជពូតនេះឃើញថាខ្ញុំអត់សូវបានបាញ់ថ្នាំច្រើនទេតែផលវានៅល្អទាំងអស់អត់មានដង្កូវស៊ីទេបងប្អូនអាចមើលឃើញជាក់ដែងបាទហើយសម្រាប់ដើមដូចបងប្អូនមើលឃើញវាខ្ពស់ស្រឡះហើយនឹងមានភាពងាយស្រួលកាច់តែពូតនេះវាខ្ពស់ស្រឡះល្អហើយវាអត់ដួលទេហើយវាងាយស្រួលនៅក្នុងពេលដែលយើងដើរប្រមូលផលហើយខ្ញុំសូមណែនាំបងប្អូនឲ្យជួយគ្រប់គ្រងនៅផលិតផលក្នុងស្រុកគឺក្រុមហ៊ុន K Acid ពូជខ្មែរយើងដែលខ្ញុំតាមនឹងសាកដំបូងឃើញថាវាល្អ